សុបិនឃើញ idol មិនមែនសុទ្ធតែជួបសំណាងល្អនោះទេមុននឹងឈានចូលដល់ការបកឆាយសុបិនសូមបងប្អូនកុំភ្លេចជួយចុច like និង subscribe Channel Kim ផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃសុបិនឃើញតារាសំណប់ចិត្តឬជា idol ដែលស្រឡាញ់ពេញចិត្តយោងតាមការទូទាយគីបុរាណកាលមកបញ្ជាក់ថាដំណើរជីវិតរបស់អ្នកនឹងបន្តកើតមានបញ្ហាមិនចេះចប់មិនចេះហើយឡើយប៉ុន្តែយ៉ាងណាក៏ដោយអ្នកនៅតែអាចដោះស្រាយបានដោយរលូនទៅមុខក្នុងនោះទៀតចំពោះមនុស្សមួយចំនួនអាចមានឱកាសទទួលបានលាភសំណាងពីការផ្សងសំណាងណាមួយឬអ្នកអាចទទួលបានអ្វីដែលល្អពីមិត្តភ័ក្តិទទុយយកមកឲ្យដល់ផ្ទះហើយអ្វីដែលអ្នកត្រូវប្រយ័ត្នគឺក្រុមមនុស្សជិតស្និទ្ធនឹងអ្នកអាចនាំមកនូវបញ្ហានិងទុក្ខទោសដោយខ្លួនឯងស្នេហាមនុស្សនៅលាវនឹងជួបមនុស្សដែលស្រឡាញ់ពេញចិត្តពេលនេះគឺជាឱកាសកុរៀនពីគ្នាទៅវិញទៅមកប៉ុន្តែនាងឬគាត់ក៏ប្រហែលជាមានមនុស្សជាច្រើនទៀតកំពុងស្វែងរកពួកគេដែរដូច្នេះត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ជាក់ថាអ្នកជាមនុស្សត្រឹមត្រូវឬស្រឡាញ់ស្មោះដៃឡែកសម្រាប់អ្នកដែលមានទំនាក់ទំនងស្នេហាឬមានដៃគូចូលប្រយ័ត្នចំពោះអារម្មណ៍របស់អ្នកកាត់បន្ថយភាពឆេវឆាវនិងអារម្មណ៍ធ្ងន់ក្តុកមួយឡែកសិនបន្ទាប់មកអ្វីៗនឹងប្រសើរឡើងបន្តិចម្ដងមិនខានឡើយចំណែកឯហិរញ្ញវត្ថុហាក់ដូចជាមិនមានបញ្ហាអ្វីជាដំកំភួននោះទេប៉ុន្តែយ៉ាងណាក៏ដោយក្នុងអំឡុងពេលនេះត្រូវប្រយ័ត្នកុំឲ្យអ្នកណាខ្ចីលុយព្រោះវាអាចជាបំណុលអាក្រក់សងមិនរួចបាននិយាយអំពីការងារក្នុងអំឡុងពេលនេះអាចនឹងមានបញ្ហាជាបន្តបន្ទាប់មកហូរហែប៉ុន្តែអ្នកនឹងអាចឆ្លងកាត់វាបានដោយរលូនមិនខានឡើយប្រសិនបើអ្នកជាប់ក្នុងរឿងអ្វីមួយប្រកាសជាមានមនុស្សម្នាក់នឹងឈោងទៅជួយអ្នករហូតដល់ការងារត្រូវបានបញ្ចប់ដោយជោគជ័យក្នុងអំឡុងពេលនេះអ្នកនឹងជួបនឹងនិយាយជាមួយមិត្តភ័ក្តិថ្មីម្នាក់វាជាការល្អដើម្បីស្គាល់គ្នាព្រោះពេលអនាគតអ្នកទាំងពីរអាចនឹងធ្វើការជាមួយគ្នាបានអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច like និង subscribe Channel Kim ផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃ